បាទជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាខ្ញុំបាទបញ្ជាក់ដិតជាសុហៀងឯកទេសវិទ្យាសាស្ត្រទូទៅដែលបម្រើការនៅ Clinic Suria ថ្ងៃនេះខ្ញុំមានប្រធានបទខ្លីមួយលើកយកមកបង្ហាញទាក់ទងជំងឺរលាកស្លាក់ដោយសារប្រព័ន្ធការពារឬក៏ពាក្យបច្ចេកទេសហៅថា Rheumatoid Arthritis ជំងឺរលាកស្លាក់ដោយសារជំងឺប្រព័ន្ធការពារនេះគឺជាការរលាកស្លាក់មួយប្រភេទដែលបណ្ដាលមកពីប្រព័ន្ធការពារឬក៏ប្រព័ន្ធភាពស៊ាំរបស់យើងទៅបំផ្លាញឬក៏ធ្វើឲ្យមានការខូចខាតទៅលើសន្លាក់របស់យើងដែលពេជ្រច្រើនជំងឺនេះច្រើនកាត់ឡើងលើមនុស្សស្រីហើយរោគសញ្ញាមានដូចជាការឈឺសន្លាក់ដៃឈឺសងខាងស្មើគ្នាដែលផ្ដើមចេញពីសន្លាក់ទូចៗដូចជាសន្លាក់នៅម្រាមដៃកដៃនិងកែងដៃជាដើមហើយអ្នកជំងឺអាចមានការតឹងឬក៏ណែននៅសន្លាក់ឬក៏គាត់អាចនិយាយថាគាត់ងើបពីសម្រាមមកគាត់ពិបាកក្តាប់ដៃដែលមានរយៈពេលលើសពី30នាទីហើយក្នុងករណីការមិនបានព្យាបាលបានត្រឹមត្រូវឬក៏មានជំងឺនេះរយៈពេលយូរទៅអាចធ្វើឲ្យមានការខូចខាតនៅត្រង់ទ្រីសន្លាក់ដូចរូបខាងក្រោមនេះអញ្ចឹងដូចនេះបើសិនជាពុកម៉ែបងប្អូនមានអាការៈដូចរៀបរាប់ពីខាងលើអាចអញ្ជើញមកពិគ្រោះជាមួយគ្រូពេទ្យដើម្បីឲ្យមានការព្យាបាលមួយបានត្រឹមត្រូវដើម្បីកាត់បន្ថយការខូចខាតទៅលើសន្លាក់ហើយនិងប៉ះពាល់លើសរីរាង្គសំខាន់ដូចជាសួតជាដើមសូមអរគុណ